ទម្លាក់ក្របបែកនៅប៉ោយ8បានសេចក្តីថាគោលដៅដូចតទៅទី1គឺបង្ខំឲ្យជនជាតិសៀមចាក់ចែងពីប្រទេសកម្ពុជាឲ្យឆាប់មានន័យថាមិនចង់ចប់សង្គ្រាមទេមានន័យថាមិនចង់ចប់សង្គ្រាមបាទបើថៃកែប្រែគោលដៅសង្គ្រាមបែបនេះនឹងយើងក៏លេខមកវៀតណាមវិញតើវៀតណាមមានការបង្ក្រាប scammer នៅតាមព្រំដែនជាមួយកម្ពុជាដែរឬទេប្រយ័ត្នគំនិតនេះមិនមែនជាគំនិតចោលមកសៀតទេបានសេចក្តីថាគំនិតនេះត្រូវតែគិតប្រយ័ត្នណាប្រយ័ត្នអូខេប្រយ័ត្នណាប្រយ័ត្នដូច្នេះគំនិតនេះបាននិយាយចំពោះគេដទៃមិនមែនខ្ញុំគេថាចេះនឹកឃើញតែបើខ្ញុំរាប់បញ្ចូលក្នុងការគិត thank you ខ្ញុំជាមនុស្សម្នាក់រាប់អារឿងនឹងចូលការពិតអូខេយ៉ំសៀងលាក់វាវាយរកតែតំបន់ប្រជាជនទេតាវាគ្មានមនុស្សធម៌អត់ទេចៅយល់ខុសហើយតើអត់កាន់ជើងវាទេចៅវាប្រយ័ត្នជាទីបំផុតមិនឲ្យប្រជាជនស៊ីវិលរងរបួសនិងស្លាប់ច្រើនទេចៅអត់យល់ពីសង្គ្រាមនឹងទេឥឡូវតាជួយចៅណាចៅណាស្អីដែលចៅសរសេរហ្នឹងគឺខុសឆ្ងាយណាខុសឆ្ងាយណាវាមិនវាយប្រហារលើទីប្រជុំជនទេពីព្រោះកាលណាវាវាយប្រហារលើទីប្រជុំជនពិភពលោកនឹងស្រែកថ្កោលទោសវាកំពុងតែបែរមុខសង្គ្រាមថាវាវាយកងទ័ពដែលការពារចោរកម្មវាចាត់ទុកថាកងទ័ពកម្ពុជាគឺជាកងទ័ពរបស់លោកហ៊ុនសែនដែលលោកហ៊ុនសែនទទួលលុយកាក់ពីពួកអក្រិតកម្មអនឡាញនិង scammer អញ្ចឹងវាប្រកាសហើយកូនវាប្រកាសម្សិលមិញវាប្រកាសថាប្រជាជនខ្មែរនិងប្រទេសកម្ពុជាមិនមែនជាសត្រូវនឹងវាទេនៅភាគទី1ខ្ញុំនិយាយរឿងហ្នឹងឲ្យស្ដាប់អញ្ចឹងកូនឯងកំពុងយល់ខុសណាកូនណាកូនឯងកំពុងយល់ខុសហើយរឿងមួយណាខ្ញុំបារម្ភណាស់មិញហ្នឹងខ្ញុំមើលវីដេអូទម្លាក់ក្របបែកនៅប៉ោយប៉ែតបងប្អូនយើងអត់រត់ទេបងប្អូនយើងអត់រត់ទេជាពិសេសក្មេងៗខ្ញុំស្រាវខ្លួនណានិយាយឃើញទៅណាទោះបីថៃវាប្រយ័ត្នប្រយែងប៉ុណ្ណាក៏ដោយវាមានគ្រោះថ្នាក់បើសិនជាសង្គ្រាមសប្តាហ៍នេះដូចឆ្នាំ70វិញកូនរត់អត់រួចទេរបួសស្នាមស្លាប់អស់ច្រើនណាពីព្រោះកូនដូចអត់ខ្លាចសង្គ្រាមជំនាន់ខ្ញុំរត់ទៅអញ្ចឹងត្រូវធ្ងន់ណាពីដើមគេអត់មានច្បាប់គោរពច្បាប់សង្គ្រាមគេផ្លោងម្ដងវេទនាណាខ្ញុំឃើញដូចជាអត់សូវខ្លាចណាបាទខ្ញុំព្រួយចិត្តណានិយាយឃើញទៅអូខេបងឮថាថៃខ្លាច 3M21 ណាណារិតចាំបងប្រាប់បងអូនបងនិយាយប្រហែលជា 3-4 ថ្ងៃមុនណាបងនិយាយបងថាពាក្យថា BM21 គឺជាពាក្យមួយដែលគេបង្កើតជាស្លាកដូចយើងกระดาษមួយដែលគេដាក់ចូលឲ្យគេបិទចឹងណាដូចគេបិទកាវចឹងគេបង្កើតជាស្លាកមួយហើយគេទន្ទិញចាំមាត់ពាក្យថា BM21 រាល់ព័ត៌មានទាំងអស់ដែលកងទ័ពសៀមផ្សាយទៅកាន់រាជសៀមគឺនិយាយតែពីកងទ័ពហ៊ុនសែនបាញ់ BM21 ដើម្បីអីដើម្បីឲ្យប្រជាជនរាជសៀមទាំងអស់ឲ្យខ្លាចជាទីបំផុត BM21 ឲ្យចាត់ទុកថា BM21 គឺជាសាហាវជារបស់សាហាវឯគ្រោះថ្នាក់បំផុតដើម្បីឲ្យប្រជារាស្ត្រថៃហ្នឹងគេដឹងគុណទៅហ៊ានថៃថាមើលណាគ្រាន់តែមានកិច្ចការភ្លាមគេជំលះប្រជាជនអស់វាខូចខាតស្រែចម្ការវាខូចខាតផ្ទះសម្បែងវត្តអារាមប៉ុន្តែវាអត់ខូចខាតអាយុជីវិតទេគេអរគុណទៅហ៊ានគេថាទៅហ៊ានគេរាជការគេធ្វើការល្អស្ដាប់បានទេនឹងមួយទី2គេស្អប់ហ៊ុនសែន 3M21 គឺជាស្លាកឃោសនាណាដែលគេស្អប់ហ៊ុនសែនគេឲ្យស្អប់ខ្មែរហ្មងបងឯងត្រូវយល់អាហ្នឹងចំណុចយុទ្ធចិត្តសាស្ត្រដែលទាហានសៀមវាប្រើ 3M21 ណា 3M21 ធ្វើឲ្យរាជវាអរគុណលេនឋានត្រង់សេចាក់បេតុងអីអរគុណចាពីព្រោះរឿងមិនមែនរឿងទឹកដីទេគឺរឿងវាចងគំនុំអញ្ចឹងវាចង់ឲ្យប្រជារាស្ត្រវាគ្រប់គ្រងសង្គ្រាមវាត្រូវតែចាត់ទុកថា 3M21 គឺជាអំពើសាហាវណាបងណាអាហ្នឹងខាងថៃដល់ពេល
អន្តរជាតិអូនឯងដឹងហើយខ្មែរយើងសប្តាហ៍ពងជោបើបងនិយាយថាសមរភូមិយើងលំបាកជួនកាលបងឯងក៏ខឹងបងដែរជួនកាលបងឯងក៏លួចចូលដែរអញ្ចឹងអ្នកដតីក្មេងៗក៏ជេរបតិចផ្ដាសាបងដោយសារចូលអញ្ចឹងបងអត់និយាយកើតទេហើយគេចោទបងថាបងក្បត់ជាតិដោយសារកាន់ជើងសៀមអញ្ចឹងបងអត់និយាយកើតទេថាទាហានខ្មែរយើងរងគ្រោះបងអត់និយាយបានវេទនាអត់និយាយបានទេគឺត្រូវបាត់មាត់ឬក៏ត្រូវអួតដោយអ្នកដតីថាវិរៈកងទ័ពប្រកែណាអញ្ចឹងខ្មែរយើងនៅក្នុង Facebook ស្អីគឺយក BM21 នេះជារបស់មួយដែលមានជំនឿជឿជាក់ថាសៀមខ្លាចសម្រាប់នៅពេលដែលខ្មែរយើងយករឿង BM21 ទៅនិយាយអូជះ3កញ្ច្រែងទៅងាប់ពេញព្រៃអូអញ្ចេះអូអញ្ចោះវាជួយសៀមបងប្អូនវាជួយសៀមឲ្យបានជោគជ័យថាតបហ៊ុនសែនសាហាវព្រៃផ្សៃថាវាជួយឲ្យប្រជាជនខ្មែរយើងដែលចូលហ្នឹងកញ្ចោញដើម្បីអីបើប្រជាជនខ្មែររឹតតែសម្ដែងការមិនខ្លាចវាហើយសប្បាយអនឹងការស្លាប់របួសទោះបីនិយាយកុហកខ្លួនឯងក៏ដោយចំណេញខាងនយោបាយចំណេញថាដរាបណាខ្មែរមិនខ្លាចអញវាយអញមានពេលវាយតទៅទៀតពីព្រោះអីបានអញដឹងសៀមវិកិតពួកឯងអញដឹងថាអញវាយវាដាក់វាមុំដាក់វាហើមដាក់វាប៉ោងខោអូខេហើយចុះបងឯងសួរខ្ញុំមិនថាបងឯងនៅរាប់ម៉ឺនគីឡូបងឯងនិយាយភូនបងឯងកាន់ជើងសៀមបងឯងធ្វើម៉េចបានដឹងថាកងទ័ពយើងប៉ោងខោខ្ញុំគាត់ប្រាប់ថាខ្ញុំតាក់ទងព្រំដែនមេបញ្ជាការនៅព្រំដែនប្រាប់ខ្ញុំថាពួយលំបាកណាស់អត់បានដេកបានពួនអស់កម្លាំងក្តៅល្ងាហើយកន្លែងមួយចំនួនគឺបែកបាក់ហើយជួសជុលត្រង់ស្អីអីអត់បានទេសងំបាទខាងពួកកងកំភ្លើងធំពួករកែតអីគេនៅឆ្ងាយគេចេះតែរួចខ្លួនណាចំណែកខ្ញុំនៅប្រឡោះហ្នឹងវេទនាណានេះគឺជាសម្ដីរបស់មេតបមេកង30កង100នៅតាមព្រំដែនប្រាប់ខ្ញុំហើយខ្ញុំប្រាប់ថាឲ្យកុំឲ្យទុកទូរស័ព្ទក្បែរខ្លួនទៀតណាថាឲ្យដាក់ទូរស័ព្ទឲ្យឆ្ងាយប៉ុន្តែគ្នាថាដាក់វាមិនកើតពេលមានអាសន្នរត់ទៅរបូតទូរស័ព្ទបាត់ព្រោះទូរស័ព្ទហ្នឹងគឺជារបស់គ្រោះថ្នាក់ណាស់ហើយគ្នាបោះបង់អាហ្នឹងបានពេលព្រោះគ្រួសារអីខ្ញុំសួរហើយអត់មានផ្លាស់តបទេតបណានៅកន្លែងណាវេទនាកន្លែងហ្នឹងបើខ្ញុំយករឿងនេះមកនិយាយគេជេរខ្ញុំគេថាខ្ញុំបំបាក់ស្មារតីកងទ័ពអញ្ចឹងមិននិយាយបងឥឡូវសរុបសេចក្តីសៀមវាខ្លាច BM21 ទេBM21 សៀមអត់ប្រើទេសៀមមានតែសៀមអត់ប្រើទេមិនបានសៀមអត់ប្រើបាញ់អត់ត្រង់ខ្ញុំនិយាយឲ្យវាខ្វាក់ដូច្នេះកាលណាសៀមប្រើចូលភូមិខ្មែរងាប់ប្រជាជនរឿងវាអញ្ចឹងវាយកអាបាញ់ត្រង់របស់ដែលត្រង់ជាងគេ155មីលីម៉ែត្រអាហ្នឹងផ្លោងចំណែកប្រដាប់កំជ្រួចវងដតីទៀតក៏វាមិនសូវត្រង់ហើយបើសិនជាត្រង់ដូចជា DT ប្រភេទ DT អីអានោះធំបងប្អូនអានោះធំអានោះធ្លាក់ទៅវាដី1ហិកតាវាខ្ទេចអញ្ចឹងវាខ្លាចប៉ះប្រជាជនហើយចំណែកឯឡើងជួបគ្នាដូចថាទាហានខ្មែរយើង50នាក់អីចឹងទៅបាញ់មួយគ្រាប់វានៅក្នុងយុទ្ធវិធីវាអត់បាញ់ណាបើថាកងទ័ពម៉ែយើងឡើងមកស្រែអញ្ចឹងវាដាក់ខ្ទេចលើណាអញ្ចឹងវាបាញ់តវិញវាប្រើសិទ្ធិរបស់ត្រង់កុំឲ្យស្លាប់អ្នកស្រុកយើងចោទវាបានថា19អ្នកស្លាប់អីចឹងប៉ុន្តែវាកិច្ចវាអត់ឲ្យស្លាប់ទេបានជាវាស្ទង់វាដាក់យន្តហោះមកណាបងណាសួរថាវាខ្លាច BM21 ទេចំពោះខ្ញុំខ្លួនឯងខ្ញុំគិតទេណាតែអាចខុសណាបងណាខ្ញុំគិតទេបើខ្ញុំខ្លួនឯងវិញខ្ញុំជាកងទ័ពថៃខ្ញុំអត់ខ្លាច BM21 ទេខ្ញុំមានយន្តហោះខ្ញុំមានប្រដាប់ដែលថៃមានខ្ញុំអត់ខ្លាច BM21 ទេក៏ប៉ុន្តែដោយសារទ័ពឡើងមកចំពោះមុខវាតូចពេកដូច្នេះក៏យក155អីហ្នឹងបាញ់ទៅមិនបានមិនខ្លាចបើមិនជឿទេ BM21 បណ្ដុំគ្នា4គ្រឿងមើល
តិចបោះឡើយហ្នឹងបោះថៃផ្នែកកំជ្រួចបងវាហ្នឹងណាវាមានបាញ់ត្រង់បាទបាញ់ត្រង់មែនតើបច្ចេកវិទ្យាពីអ៊ីស្រាអែលវាបាញ់ត្រង់របស់វាណាបាទបងណាវាបាញ់ត្រង់ហើយវាបាញ់ហើយបងណាវាបាញ់ហើយតែខ្មែរយើងមិនយកមកនិយាយវាបាញ់ហើយបងប្អូនឯងដឹងទេតើទាហានខ្មែររងគ្រោះប៉ុណ្ណាងើបសឹងមិនរួចចាញ់ពីត្រង់សេប៉ុន្តែដោយសារយើងអាឡ័យតែយើងរវល់តែខ្លាំងយើងត្រេកដោយសារយើងស៊ីជោយើងអត់បានយករឿងនឹងមកនិយាយយើងស្មានតែវានេះរបស់ដែលវាបាញ់ត្រង់ហើយខ្លាំងជាង 3M21 ទៀតគឺអា D11A ហើយនឹង D21 ណាហើយនឹងអា DT on D ហើយនឹងអា AR1A ហើយនឹងអា AR3 អានឹងចុយម៉ែដាក់មកឲ្យម៉ែនៅក្នុងការវិភាគសង្គ្រាមណាប្រហែលដើមហ្នឹងDT សេរី DT មានពីរយ៉ាងសេរី D អង D វ៉ាងអងD11 D21 នេះហើយនឹងAR1A ហើយ AR3 នេះខាងលោកហ៊ុនសែនអត់មានប្រដូចទេមានន័យថាអត់មានប្រដូចទេយើងប្រដូចនឹង90B ខ្វាក់យើងប្រដូចជាមួយ MR70 ក៏អត់ដូចដែរអញ្ចឹងវាមាន6យ៉ាងដែលយើងអត់មានអីប្រដូចនឹងវាទេបើវាបាញ់យើងណាវាបាញ់យើងលំបាកក៏ប៉ុន្តែហេតុដូចម្ដេចបានវាអត់ប្រើអានោះតបយើង50អីអញ្ចឹងវាបាញ់វាខាតវាអត់បាញ់បាទវាអត់បាញ់ទេណាបងណានិយាយប៉ុណ្ណឹងកុំឲ្យពួកចៅវាកាត់តយកទៅអាចង្គួតឡូឡានអាចង្គួតអស់នោះវាខឹងឯងវាថាឯងហ្នឹងមិនឲ្យជួយលើកទឹកចិត្តកងទ័ពតាមពិតគ្រាន់តែកំជ្រួច multiple launch rocket system ហ្នឹងសៀមវាមាន5 model ដែលយើងអត់មានដូចវាទេហើយ PHL-03 យើងណាបើតាមមើលទៅហ៊ុនសែនប្រយ័ត្នដោយសារមានតិចហើយសៀមវាចាំឲ្យតែបាញ់អាហ្នឹងទេបើថាបានបាញ់អាហ្នឹងវាសុបាយใจវាមានន័យថាវាសុបាយចិត្តណាខ្ញុំគិតថាមេតបសៀមចង់ឲ្យហ៊ុនសែនប្រើអាហ្នឹងណាអូខេវ៉ាន់ឌីខ្ញុំឃើញហើយប៉ុន្តែចៅឯងដូចចូលចិត្តជឿណាស់ខ្ញុំមិនបានស្រាវជ្រាវទេណាចៅតែសង្គ្រាមពីថ្ងៃ8នេះខ្ញុំមិនចាំថ្ងៃណាទេខ្ញុំខ្ជិលទៅយកចិត្តទុកដាក់ហ្នឹងប៉ុន្តែរឹកសិលហ្នឹងបញ្ជាការភូមិភាគ2ហ្នឹងខ្ញុំឃើញវាដើរនៅទីបញ្ជាការដ្ឋានវាពេលច្បាំងហ្នឹងណាដូចជាថ្ងៃទី2ឬថ្ងៃទី3ហ្នឹងវាចាញ់មុខទេវាចាញ់មុខធ្វើកិច្ចការវាទេរីឯម្សិលមិញថ្ងៃនេះតែខ្មែរយើងថាវាស្លាប់ណាខ្ញុំមិនតបទេតែទី1ខ្ញុំចង់ជំរាបណាខ្ញុំអត់ទាន់ជឿថាវាស្លាប់ទេខ្ញុំអត់ជឿទេខ្ញុំថាខ្មែរយើងប្រឌិតទេណាពីព្រោះអញ្ចឹងនៅក្នុងទីបញ្ជាការដ្ឋានបើសិនជាអរិទ្ធសិលនឹងពិតជាត្រូវក្របស្លាប់មេភាគ2ហ្នឹងបើពិតជាត្រូវក្របស្លាប់គឺយើងដឹងសញ្ញារឿងមួយបើបញ្ជាការភូមិភាគស្លាប់សៀមវាយខ្លាំងណាស់ពីព្រោះធម្មតាជាកងទ័ពគេហៅ response ឧទាហរណ៍តែខ្ញុំកាន់ភូមិភាគហើយនៅក្នុងភូមិភាគខ្ញុំកាន់4កងពលធំបើបញ្ជាការកងពលខ្ញុំម្នាក់ណាត្រូវស្លាប់សត្រូវរបស់ខ្ញុំត្រូវតែទទួលរងគ្រោះធ្ងន់ណាស់ខ្ញុំនឹងត្រូវបង្វែរគ្រប់កម្លាំងទាំងអស់ដើម្បីនឹងសងសឹកវិញភ្លាមមិនមែនដោយសារកំហឹងទេគឺអានោះនៅក្នុងកតាកងទ័ពគេហៅ response ដែលប្រែជាភាសាខ្មែរគេហៅថាតបតដូច្នេះបើសិនណាជាសៀមនៅវាយ slot វាយធម្មតាអត់មានអីប្លែកមិនជឿថាមេតបវាងាប់ទេនៅក្នុងប្រតិបត្តិការសឹកឲ្យតែបញ្ជាការភូមិភាគឬក៏បញ្ជាការកងពលធំស្លាប់ណាច្បាស់ជាមុខព្រួញដែលធ្វើឲ្យគេស្លាប់ហ្នឹងគេវាយហើយគេវាយខ្លាំងណាស់សៀមមានយន្តហោះទំនេរច្រើនសៀមមានគ្រឿងអាវុធច្រើនហើយសៀមដឹងបន្ទាយរបស់កងទ័ពនៅកម្ពុជាគ្រប់ដូចជាទម្លាក់ក្របបែកនៅប៉ោយប៉ែតអញ្ចឹង
chẳng bà tám khi ông kích rừng nâng ọt toàn chưa bàn để ọt toàn chưa bàn đấy nó con mình toàn chưa bàn rí ai rụt mê tọt thay mùi nâng chung mùi ấy nâng về chia mình chia ca rong phùng phết pi về khmai rồi rừng ai dọc về mà tha về chia trả cách bên chung bò miền ảo ấy nè về chia ca rong phết pi á về nâng chia tọt xong ngay dương vô rụt về mà ơi hay dương phụt khmai này ảnh nâng mùi tiết ba khao dương vô rụt ba khao mà hay phụ khmai nâng về này dây sao nhầm về tha ta cho em sọc nè ọt miền IQ đây miền nàyทำไมพวกไม่เอานั่งไปทานខ្ញុំភ្លើណាទៅតវ៉ាជាមួយវាកំពុងតែប្រើអីបខបួខាវហ្នឹងហ្នឹងទាំងអស់ហ្នឹងដែលវានិយាយថាអូខ្មែរសរិនឲ្យការអីខ្មែរសរិនបំបាយខ្លួនអីណារបស់ហ្នឹងសិនរបស់ភូតខ្ញុំលូកមាត់មួយម៉ាត់ពីរម៉ាត់មិនចង់បងកូនឯងដឹងទេកាលណាយើងភូតខ្លួនឯងយូរទៅថ្ងៃក្រោយគ្រោះថ្នាក់មកដល់យើងអត់ដឹងទេតែអាក្មេងៗអស់ហ្នឹងវាមើលងាយខ្ញុំវាថាខ្ញុំភ្លើបងប្អូនជួយគិតមើលណាបើតាមចិត្តសាស្ត្រវិញក្មេងៗអស់ហ្នឹងងាយណាវាអត់យល់រឿងទេវាអត់យល់ទេវាថាខ្ញុំហ្នឹងខួរក្បាលមិនឆ្លាតដូចវាទេខ្ញុំគ្រាន់តែដាក់សំណួរមួយបើឆ្លាតដូចវាមិនក៏វារស់នៅក្រោមហ៊ុនសែនវាមិនក៏មិនរស់នៅដោយមានរដ្ឋាភិបាលដឹកនាំឯករាជ្យទៅវារស់ក្រោមហ៊ុនសែនទៅអីតើវាពិតថាហ៊ុនសែនហ្នឹងជាឪពុករបស់វាដ៏ល្អអីវាគិតថាវារស់នៅប្រទេសកម្ពុជាហ្នឹងវាចេះគិតទេវាអត់ចេះគិតផងណាវារស់នៅអត់មានអនាគតទេវាមានតែផឹកស៊ីអីស៊ីផឹកសាយផ្សុចភាពអយុត្តិធម៌អំពើពុករលួយហើយវាអត់ចេះគិតហើយវាថាយើងខួរក្បាលមិនចេះគិតណាវាសើចយើងវាថាយើងមិនចេះគិតណាយើងមានគិតរឿងស៊ីផឹកសាយផ្សុចណាស៊ីផឹកសាយផ្សុចអានោះធម្មតាយើងគិតអនាគតរបស់យើងវាមិនដែលគិតអនាគតរបស់វាផងហើយវាកំពុងតែត្រេកអរថាវាបោកសៀមបានអត់មានសៀមណាមកចាញ់បោកវាបោកតែគ្នាវាហ្នឹងណាហើយខែក្រោយនេះគេរើសទៅហ៊ានណាបើសិនជាសង្គ្រាមបន្តទៅទៀតច្បាស់ជាគេរើសពួកអត់ហ្នឹងទៅវាយហើយបើសិនជាវាយមិនឈប់ឈរចេះតែវាយឲ្យបាន2ឆ្នាំ3ឆ្នាំដូចយូក្រែនណាខ្ញុំប្រាប់ទៅអាសក់ក្រហមអាជិះម៉ូតូអាស្អីហ្នឹងប្រមូលយកទៅវាយទាំងអស់ហ៊ុនសែនគាត់មិនឲ្យកូនគាត់ទៅច្បាំងទេមន្ត្រីក៏គេមិនឲ្យកូនគេទៅច្បាំងសេដ្ឋីក៏គេមិនឲ្យកូនគេថៅកែក៏គេមិនឲ្យកូនគេបងប្អូនណាឲ្យតែមានសង្គ្រាមអ្នកមានគេសោកលុយគេឲ្យយកតែយើងអ្នកក្រហ្នឹងទៅហើយវាអត់ចេះខ្លាចខ្ញុំចាត់ទុកថាវាពួកវាកំពុងបាបណាក្មេងៗហ្នឹងវាកំពុងបាបណាពាក្យខ្មែរយើងឲ្យមកមេចូលភ្លើងវាមិនដឹងធ្វើម៉េចទេខ្ញុំមិនណិតពួកវាដែរមិនដឹងធ្វើម៉េចទេមិនដឹងធ្វើម៉េចទេបើវាយល់ឃើញថាវាឆ្លាតមិនដឹងធ្វើម៉េចខ្ញុំមិនណិតពួកវាខ្ញុំស្រឡាញ់ពួកវាខ្ញុំនឹកឃើញចង់ឲ្យពួកវារៀនអីចឹងប៉ុន្តែពួកវាដូចជាអត់ចេះគិតអញ្ចឹងពួកវាគិតថាអាស្អីដែលវាចុះផ្សាយនៅក្នុង Facebook នោះវាអាចបោកថៃបានណាហើយខ្ញុំក៏មិនយល់ដែរខ្ញុំមិនយល់ដែរបងប្អូនខ្ញុំអត់យល់ណាហើយគ្រាន់តែខ្ញុំនិយាយមកคลิปកុហកវាសតវាជឿវាតាមមកសួរថាយើងបានយន្តហោះមែនណាតោះប្រាប់វា900គ្រឿងហើយវាខួរក្បាលវាអត់អត្តនិកក្នុងខួរក្បាលវាអត់កម្រើកទៀតណាយើងប្រាប់វាថាមិនបាច់យន្តសែនដូរកម្ពុជាទិញថែម900គ្រឿងទៀតអានោះចង់ជឿទៀតណាវាចង់ជឿទៀតណាចាំមើលពីថ្ងៃទៀតខ្ញុំនិយាយពីខ្មែរយើងមាននេវេមួយទឹកតាមបាញ់នេវេសៀមវាជឿទៀតណាវាជឿទៀតណាស្អីក៏ដោយឲ្យតែនិយាយភូតវាជឿហ្មងខ្ញុំថាបើមានបាបមើលទៅណាលោកតា BM21 បាញ់រាលើគោលដៅខុសពីបាញ់ឲ្យចំគោលដៅមិនអញ្ចឹងទេកូនមិនអញ្ចឹងទេBM21 វាទៅទាំងវងហើយដល់វាធ្លាក់ឧទាហរណ៍តែយើងតម្រង់ទៅកាន់គោលដៅមួយហៅថាដើមពោមួយដើមហើយមានតាហ៊ាននៅហ្នឹង100នាក់ទៅជុំវិញដើមពោហ្នឹងដូច្នេះហើយដីមួយដុំហ្នឹងប្រហែលជា100ម៉ែត្រ4ជ្រុង1ហិកតាណា100ម៉ែត្រ4ជ្រុងអញ្ចឹងដើម្បីកំទេចគោលដៅហ្នឹងយើងបាញ់មកវងទៅវាអាចភួសអាចទៅអត់ដល់អាចងាកឆ្វេងអាចងាកស្ដាំភាពខុសគ្នាវាពី100ទៅ300ម៉ែត្រអូខេអញ្ចឹងបើសិនជាមាន3គ្រឿងហើយតម្រង់ទៅគោលដៅទៅមួយហើយក្នុងមួយគ្រឿង40គ្រាប់តែហ៊ានតែនៅដើមពោហ្នឹងកិច្ចអត់រួចទេពីព្រោះ
វងដែលសម្រាប់ទៅវា4 3ដង12វា120គ្រាប់អញ្ចឹងក្នុង120គ្រាប់វាស៊ីដីអស់ប្រមាណហិកតាហ្នឹងហើយនេះគឺជាប្រសិទ្ធភាពរបស់ BM21 តែបើសិនជាទាហាន30នាក់ដេកនៅក្នុងវត្តដេកនៅក្រោមដើមពោធិ៍មួយហើយនៅក្នុងវត្តហ្នឹងមានប្រជាជនតាជីយាយជីនិងលោកសង្ឃហើយយើងចង់បាញ់លើទាហានដេកក្រោមដើមពោធិ៍នឹងជុំវិញដើមពោធិ៍ហ្នឹង50ម៉ែត្របើប្រើ BM21 ខ្ទេចទាំងប្រហែលនេះគេហៅថាវាមិនត្រង់ប្រហែលជាយល់មកទៅឬក៏មិនយល់មានអ្នកណាយល់ដែរខ្ញុំនិយាយភាពត្រង់និងមិនត្រង់មានអ្នកណាយល់ទេពីភាពត្រង់និងមិនត្រង់ BM21 វាចង់បំផ្លាញអ្នកណាបាញ់ឲ្យច្រើនទៅវានេះអាហ្នឹងហើយគេហៅភាពត្រង់តែបើ155មីលីម៉ែត្រដាក់ទៅវាត្រង់ណាស់155មីលីម៉ែត្រដាក់ទៅត្រង់ណាស់ហើយអាត្រង់ជាងគេគឺកំភ្លើងត្បាល់តែកំភ្លើងត្បាល់វាត្រូវចូលចិត្តណាអញ្ចឹងហើយបានជាកងទ័ពថ្មើរជើងនឹងមានអាត្បាល់អាញាត់ក្របតាមកណ្ដុងហ្នឹងហើយជាភាពគេហៅភាពបាញ់ត្រង់ឬមិនត្រង់របស់កំភ្លើងហើយដូចជាក្របបែកចឹងណាក្របបែកគឺផ្ទុះយើងដកកាយមកយើងបោកទៅផ្ទុះនៅក្នុងសាលាសិក្សាគេដឹងថាក្របបែកប្រភេទណាវាជះអំបែងប្រមាណម៉ែត្រ4ជ្រុងហើយពេលវាផ្ទុះអំបែងវារត់ខ្ពស់ផុតពីដីប្រមាណដេស៊ីម៉ែត្រការដែលគេយល់ដឹងពីរបស់អស់ហ្នឹងហើយដែលគេអត់ខ្លាចក្របបែកណាហើយការដែលគេយល់របស់ហ្នឹងហើយដែលគេប្រើក្របបែកហ្នឹងចឹងអញ្ចឹងមានន័យថា BM21 ប្រើទុនច្រើនប្រសិទ្ធភាពតិចមិនចឹងទេ BM21 ដោយសារវាខ្វាក់ក្របវាក៏ថោកដែរ BM21 ស្រួលជាងគេបំផុតគឺយើងចង់បំផ្លាញអ្វីមួយដែលយើងមិនចាំបាច់គិតអីគោលដៅរបស់ BM21 គឺយើងបំផ្លាញអ្វីមួយដោយគ្មានចាំបាច់គិតអីអាហ្នឹងប្រសិទ្ធភាពឧទាហរណ៍ថាយើងឃើញប្រទេសមួយយើងចង់បោះប្រទេសហ្នឹងឲ្យរៀបដល់យើងគ្មានគិតអីទេអាហ្នឹងគឺ BM21 ប្រសិទ្ធភាពអញ្ចឹងហើយថោកព្រោះអាក្របវាខ្វាក់អញ្ចឹងវាតម្លៃវាថោកទេមកក្របថោកទេដាក់តនេះ BM21 កងទ័ពហ៊ុនសែនប្រើមិនសូវពិបាកទេមិនបានមិនសូវពិបាកពីព្រោះពីដើមឡើយបាញ់ចូលភូមិគេលើកនេះអាសង្គ្រាមមកដល់ថ្ងៃនេះហ៊ុនសែនប្រហែលជាប្រាប់ពួកនឹងប្រយ័ត្នបាញ់ចូលភូមិអ្នកស្រុកលើកនេះឃើញថាទាហានហ៊ុនសែនបាញ់ BM21 មិនសូវបាញ់ចូលអ្នកស្រុកទេអូយពីឆ្នាំ2008បាញ់ឆេះភូមិគេហុយដលំហើយអាសង្គ្រាម5ថ្ងៃក៏បាញ់ភូមិគេច្រើនដែរលើកនេះណាវាយ11ថ្ងៃអត់សូវបាញ់ចូលភូមិគេទេមានន័យថាឥឡូវនេះមានមេពីលើប្រាប់ថាឯងប្រយ័ត្នកុំចេះតែបាញ់ពីមុនណាជះទៅតឹងកច្រែងដល់បានទេហើយថៃវាចង់ឲ្យជះណាបើជះទៅខ្ទេចភូមិនងច័ន្ទនងយ៉ាកែវអីណាអូយថៃវាដឹងមិនទេដើម្បីវាប្រមូលឯកសារវាជំនះប្រជាជនអស់ហើយអញ្ចឹងបាញ់ទៅលើវាទៅវាណាវាណាប៉ុន្តែលោកហ៊ុនសែនក៏គាត់ញញើតលើកនេះគាត់ប្រហែលជាប្រាប់ថ្នាក់ក្រោមឲ្យប្រយ័ត្នកុំឲ្យបាញ់ចូលភូមិគេដល់តនេះវាយមកដល់10ថ្ងៃនេះឃើញថា BM21 មិនសូវរំលោភចូលភូមិអ្នកស្រុកទេពីឆ្នាំ2008បាញ់ភូមិអ្នកស្រុកថៃឆេះហុយដលំណានេះខ្ញុំនិយាយឲ្យយល់ណាសង្គ្រាមអា11ថ្ងៃនេះឆ្លាតជាងមុនអញ្ចឹងសៀមក៏វាប្រយ័ត្នដែរវាអត់ចេះទម្លាក់ផ្ដេសផ្ដាស់ទេ